តបងហ្នឹងគឺបានន័យថាតបងហ្នឹងគឺជារឿងគ្រោះថ្នាក់ចរាចរណ៍ទេគ្រោះថ្នាក់ចរាចរណ៍ហ្នឹងយ៉ាងម៉េចបងអាចជួយជំរាបបានទេបងករណីហ្នឹងគឺករណីធម្មតាមកផ្លូវហ្នឹងវាស្ទះអញ្ចឹងណាគិតថាម៉ូតូវាប៉ះតិចតួចអីហ្នឹងបងអូនខ្ញុំក៏ខ្ជិលឈប់មើលទេបាទដល់ក៏វាក៏ខិតឡានទៅប៉ះយ៉ាងម៉េចបងប៉ះពីមុខឬមួយក៏ប៉ះពីក្រោយបុកនេះអូនេះបងនេះគេជិះមកបុកបងទេបាទបុកពីក្រោយអញ្ចឹងឡានមកបុកមែនបងម៉ូតូបងម៉ូតូបងហ៎បាទម៉ូតូហ្នឹងគឺបើកមកប៉ះជាមួយនឹងឡានបងឯងម៉ូតូមកអីដែរបងសង់ទ្រីមបងសង់ទ្រីមហើយនៅពេលដែលប៉ះហើយយ៉ាងម៉េចទៀតបងពេលដែលប៉ះហើយហ្នឹងគឺម៉ូតូហ្នឹងវានៅជាប់នៅហ្នឹងហ៎បងជាប់នៅឈរហ្នឹងវាវាយយទល់ហើយម៉ូតូនៅជាប់អញ្ចឹងបងខ្ញុំក៏ទាញម៉ូតូចេញមកវាក៏វាថាវាទាញចេញមកហើយវាខ្ជិលញ៉ៃច្រើនវាប្រឡែងទៅបើក៏ម៉ូតូហ្នឹងដួលវាខឹងវាប្រហែលជាវាខឹងថាយើងបដួលម៉ូតូវាអញ្ចឹងណាបងអូដល់ពេលអញ្ចឹងបងខ្ញុំក៏វាហើយវារត់ចូលក្នុងឡានវិញវាបើកឡានតិចទៅមុខវាវាយពីក្រោយនេះយកហ្មងវាយពីក្រោយមកបាទឡានខ្ញុំមានកាមេរ៉ាសុវត្ថិភាព360ដឺក្រេខ្ញុំថតបានទាំងអស់បងបានទាំងអស់បងមកជួយបង្ហាញកាមេរ៉ាមកតិចមកបងបាទបងប្អូននេះគឺជាហេតុការណ៍ដែលគ្រាន់តែគ្រោះថ្នាក់ចរាចរណ៍ទេបានន័យថាគាត់ជិះឡាននៅតាមផ្លូវបងម្ដុំវត្តភ្នំបងមែនទេបងម្ដុំវត្តភ្នំហ្នឹងនៅចិត្តកន្លែងណាដែរបងផ្លូវ90បងផ្លូវ90យើងនេះនៅពេលដែលប៉ះជាមួយបានន័យថាម៉ូតូ Honda Dream ហ្នឹងមកប៉ះជាមួយឡានមកឯងដោយសារតែបងឯងឃើញផ្លូវស្ទះផ្លូវអីក៏មិនចង់មានបញ្ហាក៏ទៅមុខទៅហើយយ៉ាងម៉េចទៀតវាបុកម្ដងទៀតបងបុកម្ដងទៀតហើយបានកើតទៅជារឿងដេញវាយដេញអីចឹងហ្មងបុកម្ដងទៀតបងអូនខ្ញុំក៏ចោះមកអត់ឃើញម្ចាស់ម៉ូតូទេឃើញតែវាឈររួមអញ្ចឹងណាបាទដល់ពេលអញ្ចឹងក៏ទាញម៉ូតូចេញពីឡានមកទាញម៉ូតូហ្នឹងក៏វាដួលបច្រាស់ទៅវាហេមករវាយបងអូនខ្ញុំហើយប៉ុន្តែបងខ្ញុំវារត់ចូលក្នុងឡានអូរត់ចូលឡានវិញបាទហើយយ៉ាងម៉េចទៀតបងរត់ចូលឡានហើយគាត់ក៏បើកឡានទៅមុខតិចហ្នឹងបងអូនខ្ញុំអាទី2មួយទៀតហ្នឹងវានៅក្នុងឡានដែរវាក៏ចោះធ្វើចរាចរណ៍វាខ្ជិលមានរឿងណាពេលចូលឡានដើម្បីឲ្យឡានយើងបើករត់ទៅផុតទៅខ្ជិលញ៉ៃមួយវាអូដល់ពេលបើកវេទៅវាដេញប្រហែលជា2គីឡូដីបងពីហ្នឹងមកហ្នឹងដេញ2គីឡូដីបាទគ្នាវា10ម៉ូតូជាងពីកន្លែងណាបងនេះកំពុងដេញអូនេះហ្នឹងឯងដេញកាត់ឲ្យពីម្ដុំណាបង90ផ្លូវ90ដេញមកដល់មុខមុខការ៉ាអូខេមកដល់នេះវរៈបុនថាំអូដេញមកដល់ហ្នឹងមកដេញមកដល់វរៈបុនថាំពេលដែលដេញមកដល់ហ្នឹងយ៉ាងម៉េចទៀតបងដេញមកដល់ហ្នឹងឡានយើងទៅមុខអត់រួចទេព្រោះវាស្ទះមនុស្សវាចាប់ដើមទៅវាយអាមុខយកហ្មងវាយអាមុខយកមកវាយយ៉ាងម៉េចមកបងអាមុខម្ដងទៀតអាវាយអាមុខយ៉ាងម៉េចវាយពីខាងហ្នឹងទៅមុនវាយពីកន្លែងហ្នឹងទៅមុនហ្មងអូបងប្អូននេះសើស្នាមបាទដុំថ្មកាឡាបាទវាយកំតិចរថយន្តតែម្ដងបងប្អូនបាទវាយកំតិចចោលអូបាទនេះបងប្អូនសើស្នាមវាយកញ្ចក់អស់ហើយបាទរថយន្តទំនើបផងបងប្អូនបាទជាប្រភេទរថយន្តអវតារបងប្អូនអូយកស្លាកលេខអត់ទៅអស់ទៀតទាំងក្រោយទៀតទាំងមុខទាំងក្រោយបងអូវាយយ៉ាងម៉េចបងជួយប្រាប់តិចបងតបងឡាយយកអាក្រោយមុនបងវាយភ្លាមគាត់បែកកញ្ចក់ភ្លាមបងអូនខ្ញុំអត់តន់ជិះទៅវាទាញបេះអាក្រោយនឹងយកទៅវាកាច់បត់ហើយវាយកវាលើកកវីចឹងលើកកវីចឹងបងវាលើកកវីហើយវាកាន់ហើយបងខ្ញុំវាធ្លុះកាឡាហើយធ្លុះកំបែងកញ្ចក់ហ្នឹងទៅដល់ក្បាលហើយបងប្អូនខ្ញុំគាត់នៅអ្នកម៉ាឡេដល់ពេលអញ្ចឹងគាត់ត្រូវជូនគាត់ទៅដាក់ផ្ទះគាត់នៅកន្លែងម៉ាឡេព្រោះគាត់មកមើលប៉ាខ្ញុំអញ្ចឹងណាប៉ាខ្ញុំសុំចែកឋានម្សិលមិញហ្នឹងណាបាទហើយតទៅពេលជូនគាត់ហ្នឹងទៅផ្ទះវិញហ្នឹងមិនស្នាមនេះស្នាមវាយមើលបងវាយទាំងអស់ហ្នឹងបងយកឆក់យកបំណងយកអីវាយដេញគប់ចឹងមកខ្ញុំឲ្យវាយមើលអូបាទខ្ញុំបើកគប់ឡានឲ្យវាយមើលអត់មានឡើយចុចទេយកស្លាកលេខកាច់កវីឌឺដងទៀតបងនេះរបស់របស់ដែលវាយគប់ចូលខ្ញុំដងទៀតបាទមានផ្លែដងទៀតបាទនេះទៀតបងនេះបងអ្នករឿងអីវាអត់ទៅនេះកាឡាបងអូអានេះមើលក្បាលមនុស្សមិនបែកធ្លាយខួរបាត់ទេបងមានកាឡាក្នុងហ្នឹងទៀតបាទអូនៅទៀតបងអ្នកកាឡាមិនមែនម្ដុំទេណាបង4-10ដុំនេះ4-10ដុំហ្មងនេះបងចាំមើលខ្ញុំយកឲ្យមើលអត់អស់នេះបងកាន់ខ្ញុំយកមើលទៀតបងប្អូនសើកាឡាបងប្អូនអើយបាទអូមុតដៃបងធ្ងន់ណាបងមុតដៃទៅដៃលើបងមុតដៃលើមាននៅក្នុងទៀតច្រើនណាអូមុតដៃលើបងមុតដៃលើបងប្អូនគាត់បាយហើយដល់ពេលស្រែកបងថាយ៉ាងម៉េចបងស្រែកថាឡានខ្ញុំនឹងបុកគេរត់ស្រែកចឹងបាទហើយឡានបើបុកគេរត់ណាឡាននេះបើសិនវាបុកគេមុននឹងបុកគេវាមាន sensor វាឈប់បងទៅណាទេហើយបើសិនជាបុកគេរត់មិនមានស្នាមនៅមុខហើយបាទជួយបង្ហាញស្នាមបងប្អូននេះជាការបញ្ជាក់ពីបងប្រុសដែលគាត់ជាម្ចាស់រថយន្តហើយក៏ជាអ្នកបើកផ្ទាល់តែម្ដងគាត់ថាបើសិនជាគាត់បុកគេពីមុខបាទថ្នាំដុសធ្មេញយឺនសិនម៉ាក់អ៊ីជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ 20000 រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែជាលើកដំបូងកាហ្វេ 4 in 1មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិ Sinvayu ធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1000 រៀលក្នុងមួយកញ្ចប់
និងមានតែមួយគត់នៅកម្ពុជា បងណាខ្លះល្ងាចឡើងចូលចិត្តញ៉ាំសាច់អាំងចូលចិត្តញ៉ាំ buffet ឬក៏ជិលញ៉ាំគ្រឿងស្រវឹងអីជួបជុំមិត្តភក្តិបងប្អូនអីចឹងណាដែលគាត់ឧស្សាហ៍មានឬក៏មានកម្មវិធីអីញឹកញាប់ចឹងបងទាំងអស់គ្នាខ្លាចពេលខ្លះញ៉ាំច្រើនអីចឹងទៅបងខ្លាចលើជាតិស្ករលើជាតិខ្លាញ់លើជាតិអាស៊ីតចឹងបងទាំងអស់គ្នាគួរតែមានជាមួយនឹងកៅអីបិទបាតជើង50នេះគឺនៅផ្ទះជាប្រចាំគឺល្អមែនតើបងទាំងអស់គ្នាគ្រាន់តែបិទបាតជើងមុនចូលគេងគឺវាជួយទៅបឺតស្រូបយកជាតិពុលនៅក្នុងរាងកាយរបស់ជើងតាមរយៈរន្ធញើសបាតជើងហើយបន្ទាប់ពីបងទាំងអស់គ្នាពេលព្រឹកងើបពីគេងវិញនេះបងអាចមើលបាននៅកន្លែងនេះគឺប្រទេសនេះគឺចាប់ផ្ដើមប្រែជាពណ៌ខ្មៅដែលវាបឺតស្រូបយកជាតិពុលនៅក្នុងរាងកាយរបស់យើងចេញពីរាងកាយហ្មងបាទអនុញ្ញាតគ្រប់នឹងជំរាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពខ្ញុំបាទសវណ្ណរតគិនបាទនេះគឺជារឿងរ៉ាវដែលបងប្អូនបានដឹងនៅក្នុងបណ្ដាញសង្គមមុននេះបន្តិចដែលមានការភ្ញាក់ផ្អើលនៅម្ដុំវត្តភ្នំដែលយើងទទួលបានដំបូងថាមានករណីវាយរថយន្តឬមួយក៏គ្រោះថ្នាក់ចរាចរណ៍ឬមួយក៏ប៉ះពាល់អត់មានទំនួលខុសត្រូវឥឡូវយើងចង់ដឹងរឿងស៊ីជម្រៅយ៉ាងម៉េចបាទដែលមានការប៉ះពាល់ហើយមានក្រុមក្មេងទំនើងដេញគប់និងដេញវាយរថយន្តរបស់គាត់បាទដោយយើងទទួលបានជាបឋមថាករណីគ្រោះថ្នាក់ចរាចរណ៍នេះយើងទទួលបានណាបងឥឡូវជាការផ្ដល់ព័ត៌មានពីបងប្រុសដែលគាត់ជាម្ចាស់រថយន្តអវតាបងប្អូនអវតាដែលមានកើតឡើងនៅមុននេះបន្តិចដែរទេនៅក្នុងថ្ងៃនេះតែម្ដងថ្ងៃចូលឆ្នាំទី3បាទថ្ងៃទី16ខែមេសាឆ្នាំ2026នេះបាទឥឡូវគេយកស្លាកលេខគាត់ទៅបាត់ហើយបាទទាំងវាយកំទេចរថយន្តរបស់គាត់ទៀតឥឡូវយើងចង់ដឹងបងអាចជួយប្រាប់លម្អិតបន្តិចបានទេបងហេតុការណ៍ដែលបានកើតឡើងមុនហ្នឹងគឺជារឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចហើយបានឈានដល់ក្រុមក្មេងទំនើងដេញវាយដេញគប់រថយន្តមកហើយហ្នឹងដោយសារអីដែរបងដោយសារដំបងឡាយបងខ្ញុំវាអ្នកបើកឡានទេវាបើកឡានមកតិចធម្មតាសង្ក្រានអាផ្លូវហ្នឹងវាស្ទះហ่าម្ដុំណាបងម្ដុំណាម្ដុំវត្តភ្នំបងព្រោះអីគាត់ជូនបងប្អូនហ្នឹងទៅផ្ទះហ่าបងគាត់មិនមែនមកលេងសង្ក្រានទេគាត់ជូនបងប្អូនទៅផ្ទះដល់ពេលអញ្ចឹងទៅវាបើកឡានមកវាបុកពីក្រោយវាបើកម៉ូតូមកវាបុកពីក្រោយផាំងម្ដងបងប្អូនខ្ញុំវាថាគាត់តាំងសង្ក្រានក៏ខ្ជិលចោះមើលទៅបាទបងបាទម្ដងទៀតផឹងម្ដងទៀតវាចង់រករឿងយើងហ្មងណាបាទម្ដងទៀតហ្នឹងទៅបងប្អូនខ្ញុំក៏ចោះទៅមើលឃើញតែម៉ូតូពួកវានៅឈររំនៅហ្នឹងដល់ពេលអញ្ចឹងបងខ្ញុំក៏រុញម៉ូតូចេញទៅក៏ម៉ូតូហ្នឹងក៏វាដួលទៅវាមិនមែនរុញបដួលទេគឺវាដួលទៅវារុញវាគ្រាន់តែទាញចេញវាដួលទៅបាទវាខឹងមិនដឹងទេណាបងខ្ញុំវារត់ចូលមកក្នុងឡានវិញវាបើកតិចទៅវាវាយពីក្រោយហ្មងវាយពីក្រោយហ្មងវាកាន់កាឡាប៉ុណ្នេះវាអុកកញ្ចក់ឡានវាយយ៉ាងម៉េចមើលបងបើជួយប្រាប់មើលកាឡានៅក្នុងឡានហ្នឹងហ្មងកាឡានៅក្នុងឡានហ្នឹងហ្មងអីសាហាវបែអូបាទនេះបងប្អូនសិស្សស្នាមវាយកញ្ចក់អស់ហើយបាទរថយន្តទំនើបផងបងប្អូនបាទជាប្រភេទរថយន្តអវតាបងប្អូនអូយកស្លាកលេខអត់ទៅអស់ទៀតទាំងក្រោយទៀតទាំងមុខទាំងក្រោយបងអូវាយយ៉ាងម៉េចបងជួយប្រាប់ទីបងតបងឡាយយកអាក្រោយមុនបងវាយភ្លាមគ្រាន់បែកកញ្ចក់ភ្លាមបងខ្ញុំអត់តន់ជិះទៅវាទាញបេះអាក្រោយនឹងយកទៅវាកាច់បត់ហើយវាយកវាលើកកវីចឹងលើកកវីចឹងបងវាលើកកវីហើយវាកាន់ហើយបងខ្ញុំវាធ្លុះកាឡាហើយធ្លុះកំបែងកញ្ចក់ហ្នឹងទៅដល់ក្បាលហើយបងប្អូនខ្ញុំគាត់នៅអ្នកម៉ាឡេដល់ពេលអញ្ចឹងគាត់ត្រូវជូនគាត់ទៅដាក់ផ្ទះគាត់នៅកន្លែងម៉ាឡេព្រោះគាត់មកមើលប៉ាខ្ញុំអញ្ចឹងណាប៉ាខ្ញុំទុំចែកខានម្សិលមិញហ្នឹងបាទហើយតើពេលជូនគាត់ហ្នឹងទៅផ្ទះវិញហ្នឹងស្នាមនេះស្នាមវាយមែនបងវាយទាំងអស់ហ្នឹងបងយកឆក់យកបំណងយកអីវាយដេញគប់ចឹងបងខ្ញុំឲ្យវាយមើលនេះអូបាទខ្ញុំបើកគូតឡានឲ្យវាយមើលអត់មានឡៃចុចទេយកស្លាកលេខកាច់កវីឌឺដងទៀតបងនេះរបស់សាហាវមែនរបស់ដែលវាយគប់ចូលខ្ញុំអូដងទៀតបាទមានផ្លែដងទៀតបាទនេះទៀតបងនេះបងនេះរឿងអីវាអត់ទៅនេះកាឡាបងអូអានេះមើលក្បាលមនុស្សមិនបែកធ្លាយខួរបាត់ទេបងមានកាឡាក្នុងហ្នឹងទៀតបាទអូនេះនៅទៀតបងនេះកាឡាមិនមែនមួយដុំទេណាបង4 10ដុំនេះ4 10ដុំហ្មងនេះបងចាំមើលខ្ញុំយកឲ្យមើលអត់អស់នេះបាយកាន់ខ្ញុំយកមើលទៀតបងប្អូនសើកាឡាបងប្អូនអើយបាទអូមុតដៃបងធ្ងន់ណាបងមុតដៃដល់លើបងមុតដៃដល់លើមាននៅក្នុងទៀតច្រើនណាអូមុតដៃដល់លើបងមុតដៃដល់លើបងប្អូនគាត់វាយដំបងហ្នឹងគឺបានន័យថាដំបងហ្នឹងគឺជារឿងគ្រោះថ្នាក់ចរាចរណ៍ទេគ្រោះថ្នាក់ចរាចរណ៍ហ្នឹងយ៉ាងម៉េចបងអាចជួយជំរាបបានទេបងករណីហ្នឹងគឺករណីធម្មតាមកផ្លូវហ្នឹងវាស្ទះអញ្ចឹងណាគឺថាម៉ូតូវាប៉ះតិចតួចអីហ្នឹងបងប្អូនខ្ញុំក៏វាខ្ជិលឈប់មើលទេបាទដល់ក៏វាក៏ខិតឡានទៅមកយ៉ាងម៉េចបងប៉ះពីមុខឬមួយក៏ប៉ះពីក្រោយបុកនេះបងនេះគេជិះមកបុកបងទេបាទបុកពីក្រោយអញ្ចឹងអូបងបាទម៉ូតូហ្នឹងគឺបើកមកប៉ះជាមួយនឹងឡានបងឯងម៉ូតូមកអីដែរបងសង់ទ្រីមបងសង់ទ្រីមហើយនៅពេលដែលប៉ះហើយយ៉ាងម៉េចទៀតបងពេលដែលប៉ះហើយហ្នឹងគឺម៉ូតូហ្នឹងវានៅជាប់នៅហ្នឹងហ៎បងជាប់មកឈរហ្នឹងវាវាយយទល់ហើយម៉ូតូនៅជាប់អញ្ចឹងបងខ្ញុំក៏ទាញម៉ូតូចេញមកវាក៏វាថាវាទាញចេញមកហើយវាខ្ជិលញ៉ៃច្រើនវាប្រឡែងទៅក៏ម៉ូតូហ្នឹងដួលវាខឹងវាប្រហែលជាវាខឹងថាយើងបដួលម៉ូតូវាអញ្ចឹងណាបងអូ
ដល់ពេលអញ្ចឹងបងខ្ញុំក៏វារត់ចូលក្នុងឡានវិញវាបើកឡានតិចទៅមុខវាវាយពីក្រោយនេះយកហ្មងបាទឡានខ្ញុំមានកាមេរ៉ាសុវត្ថិភាព360ដឺក្រេខ្ញុំថតបានទាំងអស់បងបានទាំងអស់បងមកជួយបង្ហាញកាមេរ៉ាមកតិចមកបងបាទបងប្អូននេះគឺជាហេតុការណ៍ដែលគ្រាន់តែគ្រោះថ្នាក់ចរាចរណ៍ទេបានន័យថាគាត់ជិះឡាននៅតាមផ្លូវបងម្ដុំវត្តភ្នំបងមែនទេបងម្ដុំវត្តភ្នំហ្នឹងនៅចិត្តកន្លែងណាដែរបងផ្លូវ90បងផ្លូវ90យើងនេះនៅពេលដែលប៉ះជាមួយបានន័យថាម៉ូតូ Honda Dream ហ្នឹងមកប៉ះជាមួយឡានមកឯងដោយសារតែបងឯងឃើញផ្លូវស្ទះផ្លូវអីក៏មិនចង់មានបញ្ហាក៏ទៅមុខទៅហើយយ៉ាងម៉េចទៀតវាបុកម្ដងទៀតបងបុកម្ដងទៀតហើយបានកើតទៅជារឿងដេញវាយដេញអីចឹងហ្មងបុកម្ដងទៀតបងខ្ញុំក៏ចោះមកអត់ឃើញម្ចាស់ម៉ូតូទេឃើញតែវាឈោរមអញ្ចឹងណាបាទដល់ពេលអញ្ចឹងក៏ទាញម៉ូតូចេញពីឡានមកទាញម៉ូតូហ្នឹងក៏វាដួលប្រច្រាស់ទៅវាហេមករវាយបងខ្ញុំហើយប៉ុន្តែបងខ្ញុំវារត់ចូលក្នុងឡានអូរត់ចូលឡានវិញបាទហើយយ៉ាងម៉េចទៀតបងរត់ចូលឡានហើយគាត់ក៏បើកឡានទៅមុខតិចហ្នឹងបងខ្ញុំអាទី2មួយទៀតហ្នឹងវានៅក្នុងឡានដែរវាក៏ចោះធ្វើចរាចរណ៍វាខ្ជិលមានរឿងណាវេកឡានដើម្បីឲ្យឡានយើងបើករត់ទៅផុតទៅខ្ជិលញ៉ៃមួយវាអូដល់ពេលបើកវេទៅវាដេញប្រហែលជា2គីឡូដីបងពីហ្នឹងមកហ្នឹងដេញ2គីឡូដីបាទគ្នាវា10ម៉ូតូជាងពីកន្លែងណាបងនេះកំពុងដេញអូនេះហ្នឹងឯងដេញកាត់ឲ្យពីម្ដុំណាបង90ផ្លូវ90ដេញមកដល់មុខមុខការ៉ាអូខេមកដល់នេះវរៈបុនធម្មអូដេញមកដល់ហ្នឹងមកដេញមកដល់វរៈបុនធម្មពេលដែលដេញមកដល់ហ្នឹងយ៉ាងម៉េចទៀតបងដេញមកដល់ហ្នឹងឡានយើងទៅមុខអត់រួចទេព្រោះវាស្ទះមនុស្សវាចាប់ដើមទៅវាយអាមុខយកហ្មងហើយវាយអាមុខយកមកវាយយ៉ាងម៉េចមកបងអាមុខម្ដងទៀតអាវាយអាមុខយ៉ាងម៉េចវាយពីខាងហ្នឹងទៅមុនវាយពីកន្លែងហ្នឹងទៅមុនហ្មងអូបងប្អូននេះសើស្នាមបាទដុំថ្មកាឡាបាទវាយកំតិចរថយន្តតែម្ដងបងប្អូនបាទវាយកំតិចចោលហើយកញ្ចក់ខាងនោះបែកឲ្យមនុស្សនៅហ្នឹងក្នុងគ្នារត់ចេញបងប្អូនខ្ញុំហើយដល់ពេលស្រែកបងថាយ៉ាងម៉េចបងស្រែកថាឡានខ្ញុំហ្នឹងបុកគេរត់អូស្រែកចឹងបាទហើយឡានបើបុកគេរត់ណាឡាននេះបើសិនវាបុកគេមុននឹងបុកគេវាមាន sensor វាឈប់បងទៅណាទេហើយបើសិនជាបុកគេរត់មិនមានស្នាមនៅមុខហើយបាទជួយបង្ហាញមើលជួយបង្ហាញស្នាមបងប្អូននេះជាការបញ្ជាក់ពីបងប្រុសដែលគាត់ជាម្ចាស់រថយន្តហើយក៏ជាអ្នកបើកផ្ទាល់តែម្ដងគាត់ថាបើសិនជាគាត់បុកគេពីមុខបាទគឺបានន័យថាអត់មានឃើញស្នាមបុកប៉ះពីមុខទេបងប្អូនមើលនេះបាទនេះគឺស្នាមអត់មានស្នាមបុកប៉ះទេបើតាមការបញ្ជាក់ពីបងប្រុសគាត់នៅក្នុងហេតុការណ៍នឹងដែរបងប្អូនបាទគឺបងប្អូនគាត់ដែលជាអ្នកបើករថយន្តមើលបងប្អូនដែលជាអ្នកបើកជួយប្រាប់បងទីមើលដំបូងយ៉ាងម៉េចមកអានេះអូននៅក្នុងហេតុការណ៍ដែរបាទមកប្រាប់បងមកខាងនេះមកបងអូននៅពេលដែលហេតុការណ៍កើតឡើងអូនឯងនៅក្នុងឡានដែរអូនបាទខ្ញុំនៅក្នុងឡានអូនឯងអាចប្រាប់ពីហេតុការណ៍បន្តិចបានទេដំបូងហ្នឹងខ្ញុំនៅបើកធម្មតាទេតែផ្លូវហ្នឹងវាស្ទះវាថាជាអៀតទៅមុខទៅកៅលេងរួចណាវាលេងបាញ់ទឹករួមកណ្ដាលផ្លូវហ្នឹងហ្មងបាទហើយតែបងខ្ញុំបើកធម្មតានៅក្នុងឡានខ្ញុំអត់បើកកញ្ចក់ខ្ញុំអត់លេងទឹកទេព្រោះខ្ញុំគាត់ថាជូនបងប្អូនទៅស្ថានភាពទេហើយទៅផ្ទះវិញទៅថ្វាយអង្គមហើយរឿងហ្នឹងកើតឡើងនៅផ្លូវ90ហ្នឹងហើយផ្លូវ90អាផ្លូវទូចហ្នឹងបត់ស្ដាំមកហើយយ៉ាងម៉េចទៀតអូនហ្នឹងហើយគាត់បើកធម្មតាក្នុងឡានហើយលូសូភពពីក្រោយមកគេបុកពីក្រោយមកហ្នឹងហើយភពពីក្រោយមកខ្ញុំមកចាប់អារម្មណ៍ដែរតែបើទៀតលូសូភពហ្នឹងបងប្អូនខ្ញុំចាប់អារម្មណ៍មានអ្នកបើកឡានណាវាកាន់តកូតវាដឹងណាបាទលូសូបន្តិចដែរទេខ្ញុំមិនដឹងដែរតែវាចោះទៅបែរវាឃើញខោងហ្នឹងហើយបានវាខឹងវាយកម៉ូតូហ្នឹងអត់ឃើញមនុស្សបាទអត់ឃើញមនុស្សអញ្ចឹងវាសួរថាមនុស្សណាគាត់ថានោះម្ចាស់ម៉ូតូអត់ដឹងម្ចាស់ម៉ូតូហើយវាផ្លូវស្ទះមិនសប្លេហ្នឹងលើកម៉ូតូចោះហើយឡើងឡានទៅបាទហើយម្ចាស់ម៉ូតូវាមកវិញវាឃើញម៉ូតូវាដួលវាសួរណាម្ចាស់ឡានវារត់មកហេរោម្ចាស់ឡានខ្ញុំចោះលើឡានទៅខាត់បាទគាត់ឲ្យមានរឿងគ្នាវាបងឡើងណាខ្លះដល់ណាគេខ្លះបងប្អូនវាបាទហេមកទាំងអស់ហើយញ៉ាំដឹងហ្មងបាទហេមកកាន់សើដបងកាន់សើដុំថ្មខ្ញុំមិនថាបងប្អូនមកបងស្រែចរាចោឲ្យចេញទៅបើនៅឡើងជាអៀតបើនៅហ្នឹងរតនារួចបងផ្លូវនៅទៅមុខអត់រួចហងហើយសើកាឡាបងឲ្យរតនារួចដល់ពេលអញ្ចឹងមិនទៀតអូនហ្នឹងហើយមិនយើងមិនជីមកហើយខ្ញុំធ្វើចរាចរណ៍នេះបងឡើងមុតបាយអត់មានទៅជើងនេះបាទធ្វើចរាចរណ៍ខ្ញុំចេញមកខ្ញុំឲ្យគៀមកឲ្យបងនៅហ្នឹងមានពីអ្នកផុសអ្នកសាក់សីគាត់ឃើញគាត់ឃើញឡានយើងអត់មានទេគាត់ជួយខាត់ពួកក្មេងស្ទៀវហ្នឹងធ្វើចរាចរណ៍ហើយពេលដែលមកដុំកន្លែងណាដែលគាត់មកគាត់វាយសគ្រប់យកឡានយើងយកតែម្ដងបងម្ដុំណាមុខវរៈបុនធម្មបងម្ដងមុខវរៈបុនធម្មវាយមករហូតបាទអាពេលផ្លូវទលាយបងខ្ញុំបើករៀងលឿនអត់បាក់រៀងធូរទៅហើយម្ដងស្ទះទៀតដាក់យកចឹងទៅវាយហ្នឹងដោយសារតែពួកគាត់ហ្នឹងស្រែកថាឡានយើងបុកគេរត់ដំបងហ្នឹងវាយវារោតែវាយតែម្ចាស់ឡានទេអាមួយម៉ូតូហ្នឹងបាទហើយវាយអត់បានម្ចាស់ឡានអញ្ចឹងទៅក៏វាវាយទៅឡានវាកាន់តែផ្លូវទលេមិនយើងបើកកន្លែងទលេទៅបើដោះស្រែក៏ដោះស្រែឡើងមហាជនអីទលេដែរវាកាន់តែកាឡាអញ្ចឹងបងយល់ទេអញ្ចឹងវាបើកយ៉ាងលឿនវាស្រែកថាយើងបុកគេតែអត់មានបុកគេទេហើយប្រជាជននៅតាមហ្នឹងឮសូរថាបុកគេ
mau từng óc kia đừng ná khla bông ơi mau từng óc kia chẳng tới toàn đập hết phò nó ngay mau từng óc kia chẳng tới chia trốn lưu sọ bỏ lan bốc cái ta đừng lan bốc nà cái đấy bà ở toàn đằng từng đông thâm từng ấy hai ôn nhóm slon đấy bóng phần này tại hiên tại chụp lán ở ru thế tại hiên chụp lán ở ru thế hai play năng năng bà mà hà chun cua tại đạp bà cua tại đạp khla lần ní bà ca vay cầm tích rụt dồn ní đời xa tại rương cruột nạ chả chó tại bốc ba thế bà này tha quạt bà này tha rụt dồn quạt rong ca khôi khát được hàng còi bởi sân chỉ bốc ba hàng mốc để bong ôn bà khơi chẳng bà ọt miền nam bốc ba hàng mốc thế ní chưa ca bật chẹt pi bong pro đại quạt nước nông hai cá còn được chỉ ôn pro đại quạt nước nông hai cá bà ní khoan tập vay ní miền cái ấy này bong ôn ní miền chua cái ấy thế này bà miền chua cái ấy thế bong ôn bà miền chua cái ấy hỏi vay cầm tích tam đong bà ô cái chọn đi bay tam đong ấy miền nào nó bôi hay bằng ăn miền này bong con hột kịch bong sấy muôn cây khói nó mà buông trương ô bôi trương lẹ thời trương quạt trong cái nít sao ta nam ở tầm mò tầng ngon không ô bà ní cứ chia cả này muối để cắt láng bà nơi ngày bon ngày sập bài bài chia miền rương ra cắt láng bà lời ní bộ quạt bàn mọc po nó có ba sạc cho hơi bông ôn bà ô còn ở smart cái ở vô đâm thò tao bông bà chết bà chơi thọt hơi bông bài nè băng bò mà ai chui phép 2k bình tích ba đấy lan đại bốc ba năng dằng mất từ bông lối bà bông chui phép tính mà lan nó có nhôm của bông tại ba hay cho plus te hay bị tọt máu có chim một tô máu pa nè này thằng sẽ đắm mấy cu lan mà nhôm bà ở dằng mấy tiệt hay bị tọt máu nhôm có ថ្នាំដុសធ្មេញយិនសិនម៉ាក់អ៊ីអ៊ីគឺកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាយស្រាញតាមបញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ 20000 រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែ កញ្ចក់ឡានរបស់អញដេញតាមមកសាហាវមកបងដេញតាមមកជួយបើកបានទេបងបើកបានទេ អូកំដឹកចេញបើកបានបងបាត់បតង់ចេញបើក បាត់បតង់បាត់ហើយចង់បានថាវាយកំតិចតែម្ដងបងអូបាទនេះគឺជារឿងរ៉ាវដែលបងប្អូនស្ដាប់ការរៀបរាប់របស់បងប្រុសដែលនៅក្នុងហេតុការណ៍ក៏ដូចជាអ្នកបើកបរដែរបាទអូនេះមានកាមេរ៉ានេះវាយដបងហើយមើលបើកយើងមានអាវីដេអូប៉ះដបងហីបងមានអាវីដេអូប៉ះដបងហីបងមានតែកាមេរ៉ាហ្នឹងវាអត់បានថតជាប់អាឡៃជៀននេះទេអាឡៃនេះជៀននេះទេអូបាននេះថាថតតែក្រោយឡៃវាយនឹងទេបើជួយបង្ហាញទេបាទអញ្ចឹងអត់ទេវីដេអូហ្នឹងចាំខ្ញុំសែនឲ្យបងបាទជានេះហ្មងបាទអូហក់ធាក់ទៀតអីសាហាវម៉ែណានេះចាំមើលតទៀតនេះវាជិះម៉ូតូដេញមកហ្នឹងជិះម៉ូតូដេញមកហ្មងរត់មានដេញមកចិត្ត10ម៉ូតូទៀតចឹងគ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍ទេបាទមកហើយមិនមែនបើឲ្យប៉ះទេបានន័យថាមកប៉ះមិនខ្ញុំទៅបើកមិនប្អូនខ្ញុំទៅបើកប៉ះគេទេគឺវាបើកមកប៉ះយើងមិនមែនម្ដងទេគឺ2ដងទៀត2ដងបាទចឹងជិញមកដេញមកវាយមកហក់មកធាក់ចឹងហ្មងបាទវាចង់មានរឿងបាទចុះអារូបភាពមានអាឃើញយកកាឡាមកគប់វាយហ៎នេះកាច់ស្រាក់លេងហ្មងកាត់ទៅបងកាត់ទៅចំសាហាវបែហ្នឹងកាឡាគប់វាយមិញនេះឡៃក្រោយក៏ទៅអាក្មេងៗនេះសាហាវមែនណាបងប្អូនបាទយើងអត់តន់ដឹងរឿងស៊ីជំរឿណាឥឡូវយើងបានដឹងរឿងស៊ីជំរឿហើយបងប្អូនបាទរឿងនេះគឺដំបូងឡើយគឺកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ទេបានន័យថាម៉ូតូមួយគ្រឿងបើប៉ះមកឡានរបស់គាត់ដែលជាប្រភេទឡានអាវតាបងប្អូនឡាន07អាវតា07បាទជាប្រភេទឡាន EV បងប្អូនដែលជាប្រភេទឡាន EV គឺប្រភេទឡានអាវតាគឺគាត់បើកតាមបណ្ដោយផ្លូវ90នៅពេលដែលបើកមកដល់ចំណុចទីតាំងហ្នឹងគឺមានការប៉ះពៀអូដេញមកសាហាវមក3គីឡូបាទអូតែឥឡូវមានអីជាការសំណូមពរបងដល់សមាជិកបងខ្ញុំសុំសំណូមពរខ្ញុំសុំដាក់ពាក្យបណ្ដឹងបាទមិនតាន់បងដោយសារអីអានេះគេបំផ្លាញទ្រព្យសម្បត្តិខ្ញុំហើយគេចង់សម្លាប់យើងទៀតអានេះបាទនៅក្នុងវងមនុស្សដោយគេចោទហេតុផលថាគេចោទមកលើយើងគេស្រែកអឡូអាឡាបកោប្រកាសថាយើងនឹងបុកគេរត់ថាបងអូនខ្ញុំបុករត់តាមពិតមិនមែនករណីបុករត់ទេផ្លូវជាអៀតស្ទះចង្អប់ឲ្យតែបុកអ្នកណាឲ្យតែរត់ទៅណាយើងមានអារម្មណ៍ទៅរត់ទៅណាបើមិនបុកគេមិនយើងទៅរត់ទៅណាបើមិនស្ទះអញ្ចឹងខ្ញុំសួរមើលបាទតែដោយសារតែមានការផិតភ័យអាវីដេអូមួយទៀតខ្ញុំឃើញអាវីដេអូដែលទៅផ្សាយនេះមានគប់មានអីណាហ្នឹងយើងមកឈប់ម្ដងហើយឬមួយក៏មិនដោយសារតែវាធ្លុះកញ្ចក់ក្រោយនេះអស់ហើយអញ្ចឹងខ្លាចត្រូវមនុស្សបាទព្រោះវាកាន់សិទ្ធិកាឡាគប់មកដល់ពេលអញ្ចឹងបងខ្ញុំអាទី2ហ្នឹងវាចោះទៅធ្វើចរាចរណ៍វែកផ្លូវទៅអានេះក៏វាជន់ឡានទៅព្រោះវាឃើញស្ងាត់វាឃើញតលាវាជន់ឡានទៅមុខរត់ទៅអាហ្នឹងប្រៀបដូចជាយើងបើករត់ចឹងតែមិនមែនរត់ទេគឺវាបើកបានតែប្រហែលជា100ម៉ែត្រទេ50ម៉ែត្រហ្នឹងបានដល់ឲ្យស្តុបទៀតហើយវាភ័យវាបើយើងនឹកស្មានថាយើងអានឹកស្មានថាយើងមកផុត50ម៉ែត្រហើយនឹងវាដេញមកទៀតទេ
បាទបងខ្ញុំចង់និយាយរឿងមួយទៀតរឿងគ្រោះថ្នាក់ចរាចរណ៍បើសិនជាមានគ្រោះថ្នាក់ចរាចរណ៍បងទទួលខុសត្រូវហ្នឹងហើយខ្ញុំចោះបងអូនខ្ញុំវាចោះទៅឲ្យទទួលខុសត្រូវមក បាទ ហើយយើងនេះក៏ខំចិត្តធ្ងន់ដែរម្ដងជា2ដងហើយចោះទៅបើសិនជាចោះមកនិយាយមួយវាស្រួលបួលក៏អត់អីដែរក៏គ្មានបញ្ហាអីដែរធម្មតាថ្ងៃបន់ទៀនអញ្ចឹងណា ហើយអ្វីដែលសំខាន់នោះវាយកំតិចឡានមកហើយកាច់យកស្លាកលេខទាំងមុខទាំងក្រោយទៀត បាទកាច់យកអស់ហើយបងកាច់យកអស់ហើយ កាច់យកទៅកវីខុនវីដេអូមក កវីរំហ្មងហើយបាទ គឺទៅពុតនេះពុលហ្មងហើយបង បាទបង បាទ បងណាខ្លះល្ងាចឡើងចូលចិត្តញ៉ាំសាច់អាំងចូលចិត្តញ៉ាំប៊ូហ្វេឬក៏ជិលញ៉ាំគ្រឿងស្រវឹងអីជួបជុំមិត្តភក្តិបងប្អូនអីចឹងណាដែលគាត់ឧស្សាហ៍មានឬក៏មានកម្មវិធីអីញឹកញាប់ចឹងបងទាំងអស់គ្នាខ្លាចពេលខ្លះញ៉ាំច្រើនអីចឹងទៅបងខ្លាចលើចិត្តស្ករលើចិត្តខ្លាញ់លើចិត្តអាស៊ីចឹងបងទាំងអស់គ្នាគួរតែមានជាមួយនឹងកៅអីបាត់ជើង50នេះគឺនៅផ្ទះជាប្រចាំគឺល្អមែនតើបងទាំងអស់គ្នាគ្រាន់តែបាត់ជើងមុនចូលគេគឺវាជួយទៅបឺតស្រូបយកជាតិពុលនៅក្នុងរាងកាយរបស់ជើងតាមរយៈរន្ធញើសបាត់ជើងហើយបន្ទាប់ពីបងទាំងអស់គ្នាពេលផឹកងើបពីគេងវិញណានេះបងអាចមើលបាននៅកន្លែងនេះគឺប្រទេសនេះគឺចាប់ដើមប្រែជាពណ៌ខ្មៅដែលវាបឺតស្រូបយកជាតិពុលនៅក្នុងរាងកាយរបស់យើងចេញពីរាងកាយហ្មងបងប្អូននេះគឺជារឿងរ៉ាវមួយដែលកើតឡើងគឺមានការភ្ញាក់ផ្អើលខ្លាំងមែនតើមុននេះនៅក្នុងបណ្ដាញសង្គមបាទនៅក្នុងថ្ងៃនេះគឺបងប្អូនបានដឹងស្រាប់ហើយនៅម្ដុំវត្តភ្នំម្ដុំសាកដាលម្ដុំបាទដែលគេមានការកំសាន្តលេងសប្បាយតែបែរជាមានក្រុមក្មេងដែលមើលទៅគាត់ពិបាកមែនតើបាទដោយសារតែលឺសម្ដីថាបុកគេរត់គាត់ក៏កើតចេញជាការវាយកំទេចឡានគប់សិតតែថ្មកាឡាបាទឥឡូវនេះគឺជនរងគ្រោះដែលគាត់ជាម្ចាស់ឡានក៏ដូចជាអ្នកបើកបរគាត់កំពុងតែមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្រះចកដើម្បីសុំឲ្យសមត្ថកិច្ចធ្វើការអន្តរាគមន៍បាទវាយកំទេចឡានគាត់អស់ហើយបងប្អូនបានឃើញហើយបាទឡានខ្ទេចអស់ហើយឡានអវតារមួយបងប្អូនបាទគឺសិតតែស្នាមដុំថ្មស្នាមដំបងស្នាមជើងហក់ធាក់បាទកំតិចអស់ហើយបងប្អូនបាទទ្វារកញ្ចក់នេះអានេះបែកបងប្អូនបាទអានេះបែកបាទហើយមុតជើងអ្នកនៅក្នុងឡានទៀតហើយអានេះអត់ទាន់បែកទេបងប្អូនបាទអត់ទាន់បែកទេហើយបើកញ្ចក់ជុំវិញបាទបែកទាំងអស់បងប្អូនបាទបាទបងសុំមួយម៉ាត់មកបងឥឡូវបងធ្វើការយ៉ាងម៉េចបងអត់ទេបងនិយាយថាទុកភារកិច្ចនេះទុកភារៈនេះទុកឲ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរកបាទបងបាទដល់គ្រូគោរពបងខ្ញុំជឿជាក់លើសមត្ថកិច្ចបងបាទបងបាទឥឡូវនេះឥឡូវម្ចាស់រថយន្តចូលក្នុងហើយអញ្ចឹងនឹងទទួលបងបំពេញភារកិច្ចសិនណែបងបាទឥឡូវនេះសមត្ថកិច្ចលោកធ្វើការអន្តរាគមន៍ឲ្យបងប្អូនខ្ញុំជឿជាក់ថាសមត្ថកិច្ចលោកនឹងមានវិធានការដើម្បីធ្វើការចាប់ទៅដល់អ្នកបង្កបញ្ហាបង្កកំទេចទ្រព្យសម្បត្តិរបស់គេអ្នកដទៃបាទហើយសមត្ថកិច្ចឥឡូវនេះគឺលោកបានបញ្ជាក់ឲ្យថាលោកធ្វើការបាទកំពុងតែទទួលពាក្យបណ្ដឹងក៏ដូចជាកំពុងតែធ្វើការនៅទីតាំងកន្លែងកាត់ហេតុបងប្អូនបាទអរគុណបងឥឡូវមានអីជាការសំណូមពរដល់បងសមត្ថកិច្ចបន្ថែមបងបាទសំណូមពរសូមឲ្យបងសមត្ថកិច្ចធ្វើការចាប់ជនដែលដៃដល់មកវាយឡានខ្ញុំបាទដែលប្រព្រឹត្តវាយឡានខ្ញុំដោយឡានខ្ញុំបងខ្ញុំអត់មានបានខុសអីទេមកឡានហ្នឹងជិះគ្នាប្រហែលអ្នកបងជិះគ្នា5នាក់បងប្អូនគេមកមើលប៉ាស្លាប់ម្សិលមិញប៉ាចែកឋានម្សិលមិញអញ្ចឹងបានន័យថាគោលបំណងយើងមិនមែនទៅកំសាន្តអីទេអត់មានទៅកំសាន្តទេបងខ្ញុំក្រុមគ្រួសារខ្ញុំកំពុងតែមានទុកជាទម្ងន់ដល់ពេលអញ្ចឹងអត់មានត្រូវទៅកំសាន្តណាទេជាលើកដំបូងកាហ្វេ 4 in 1 មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិ Sinvayu ធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាបាទជូនបងប្អូនដែលគាត់នៅម៉ាឡេហ្នឹងស្អែកគាត់ឡើងទៅវិញអញ្ចឹងជូនគាត់មកដាក់អូតែលនៅចិត្តពលានអញ្ចឹងណាវិគីអញ្ចឹងណាតែបែរជាជួបរឿងអញ្ចឹងមកដល់បងអញ្ចឹងបាទអញ្ចឹងរឿងហ្នឹងកើតឡើងពីផ្លូវ90បាទជិះមកដល់ចិត្តវត្តភ្នំមែនទេបងមកដល់ចិត្តស្រូវចវាហ្មងមកដល់កែងហ្មងបាទមកដល់ចិត្តផ្លូវឡើងទៅស្រូវចវាហ្មងបាទអរគុណច្រើនណាបងអរគុណបាទបងប្អូនឥឡូវយើងស្ដាប់ការរៀបរាប់របស់គាត់ហើយសមត្ថកិច្ចក៏គាត់ទទួលព័ត៌មាននិងធ្វើការផ្ដល់ព័ត៌មានកំពុងតែធ្វើការសហការគ្នាជាមួយនឹងជនរងគ្រោះបងប្អូនកំពុងតែធ្វើការសហការគ្នាជាមួយនឹងជនរងគ្រោះដើម្បីស្ដាប់ហេតុការណ៍ក៏ដូចជាប្រមូលសាកសីក៏ដូចជាប្រមូលព័ត៌មានជុំវិញរឿងរ៉ាវដែលបានកើតឡើងនេះបាទនេះគឺជាករណីវាយកំទេចរថយន្តក្រោយពីមានរឿងគ្រោះថ្នាក់ចរាចរណ៍ហើយនៅពេលដែលពួកគាត់បើកឡានមកមុខតិចទៅក៏ក្រុមក្មេងស្ទាវក្មេងដែលកាន់ដុំថ្មដេញធាក់ដេញកាច់បាទស្លាកលេខដេញវាយកំទេចរថយន្តហ្នឹងគឺមើលទៅពិតជាអនាធិបតេយ្យមែនតើបាទមើលទៅពិតជាអនាធិបតេយ្យមែនតើដោយគាត់ដេញវាយគេហើយគាត់ស្រែកថារថយន្តហ្នឹងគឺបានបើកបុកគេរត់បាទនេះជាអង្គហេតុដែលកើតឡើងដែលធ្វើឲ្យអ្នកដែលនៅទីតាំងកន្លែងកើតហេតុក៏ស្រែកតគ្នាថាជាករណីឡានបុកគេរត់បាទនេះជាអ្វីដែលយើងទទួលបានឥឡូវនេះជាការបញ្ជាក់បាក់ធំ
ក៏ដូចជាការផ្ដល់ព័ត៌មានបាទពីបងប្រុសដែលគាត់ជាម្ចាស់រថយន្តនិងជាម្ចាស់បាទដែលគាត់ប្រាប់ពីហេតុការណ៍ដែលបានកើតឡើងនេះគឺជារឿងរ៉ាវដែលយើងសង្ឃឹមថាសមត្ថកិច្ចនឹងធ្វើការតាមចាប់នៅក្រុមដែលបង្កវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់គេហើយបាទបង្កឲ្យមានការអាណាធិបតេយ្យបាទនៅក្នុងថ្ងៃដ៏រីករាយបែរទៅជារឿងដែលឃើញហើយពិតជាធ្វើឲ្យបាទពិតជាហួសចិត្តខ្លាំងមែនទែនបាទយើងសង្ឃឹមថាសមត្ថកិច្ចនឹងតាមចាប់នៅក្រុមក្មេងទាំងអស់នោះយកមកធ្វើការតាមផ្លូវច្បាប់ផងដែរបាទខ្ញុំបាទសវត្ថិរតគិនក៏ដូចជាក្រុមការងារវិថីញូយើងនឹងធ្វើការផ្សាយលម្អិតព័ត៌មាននេះបន្ថែមទៀតបាទចំពោះជនរងគ្រោះគាត់មកដាក់ពាក្យបណ្ដឹងឲ្យដើម្បីឲ្យសមត្ថកិច្ចលោកធ្វើការបាទអរគុណបាទ